ខ្ញុំសូមជម្រាបដែរខ្មែរមិនមានយន្តហោះចម្បាំងមិនមាននាវាចម្បាំងនោះទេព្រោះអាស្រ័យខ្មែរបំពេញសមត្ថភាពដើម្បីការពារប្រទេសខ្មែរមានកំភ្លើងបាញ់ការពារអាកាសខ្មែរមានកំភ្លើងបាញ់ការពាររថក្រោះហើយខ្មែរក៏មានកំភ្លើងបាញ់នៅឯជួរមុខនៅឆ្នេរសមុទ្រដែរខ្មែរបានសហការជាមួយភាគីមិត្តមួយចំនួនក្នុងការលើកតម្កើងសមត្ថភាពយោធាត្រឹមការពារប្រទេសដាច់ខាតគឺការពារប្រទេសមិនមានតម្កើងសម្ភាវុធនឹងថាឈានពានគេនោះទេកុំភ័យខ្ញុំមិនមានយន្តហោះចម្បាំងហោះទៅដល់បង្កអីខ្ញុំមិនមានហ៊ានលើកឡើងដូចរងភូមិភាគ2ថាតែមួយផ្លែតគេវាយដល់ភ្នំពេញទេខ្ញុំអត់មានលទ្ធភាពដល់អ្នកឯងហើយបើនិយាយខ្ញុំខ្លាចជ្រក់ទឹកមាត់ខ្លួនឯងដូចមេភូមិភាគ2របស់ថៃពេលដែលគាត់ធ្វើតថាកថាគាត់ថាបើដោះស្រាយមិនចេញមានតែនាំគ្នាបាញ់គ្នាបានដោះស្រាយបញ្ហាព្រំដែនចេញនេះហើយជាថ្នាក់ដឹកនាំរបស់ថៃទុនភ្លុនស្លូតបូតណាស់ប្រជាជនថៃកំពុងតែលើកកើតសរសើរមេភូមិភាគ2ថាទុនភ្លុនស្លូតបូតណាស់តែបានមើលវីដេអូរបស់គាត់នៅពេលដែលធ្វើថាជាមួយកងទ័ពរបស់គេនោះដំណោះស្រាយចុងក្រោយព្រំដែនគឺមានតែនាំគ្នាបាញ់គ្នាទេនេះហើយពាក្យស្លូតបូតរបស់ថៃ